មែនតែនទៅខ្ញុំមិនមែនជាអ្នកដែលតាមដានសកម្មទៅលើវិស័យបបរកញ្ញាឬក៏ Miss Universe ទេបងប្អូនប៉ុន្តែនៅក្នុងឆ្នាំនេះគឺខ្ញុំចាប់អារម្មណ៍បេក្ខភាពកម្ពុជាយើងមែនតែនដែលទៅតំណាងប្រទេសនៅប្រកួតនៅឯប្រទេសលេខ2ហ្នឹងបងប្អូននិយាយទៅការស្លៀកពាក់របស់គាត់ពីមួយឈុតទៅមួយឈុតគឺតាក់ទាញមែនតែនជាពិសេសសម្លៀកបំពាក់ដែលច្នៃរៀងបែបខ្មែរហ្នឹងមើលទៅតាក់ទាញហើយស្រស់ស្អាតមែនតែនបងប្អូនហើយបើនិយាយពីសមត្ថភាពរបស់គាត់វិញគឺស្វាហាប់challenge fashion ហើយគាត់និយាយមកលះមាន confidence នៅក្នុងខ្លួនតែម្ដងនិយាយទៅខ្ញុំអត់រំពឹងថាគាត់បានជាប់ឬមិនជាប់ទេប៉ុន្តែសំខាន់ខ្ញុំឃើញពីភាពក្លាហានរបស់គាត់គឺគាត់រឹងមាំមែនតែនហើយនេះជាមោទនភាពមួយដែរសម្រាប់ប្រទេសកម្ពុជាយើងហើយក៏សង្ឃឹមថាគាត់នឹងបានប្រកួតទទួលបានជោគជ័យក៏ដូចជាលទ្ធផលល្អហើយទោះបីគាត់ជាប់មិនជាប់ក៏ខ្ញុំសប្បាយចិត្តខ្ញុំគិតថាគាត់ធ្វើប៉ុណ្ណឹងគឺល្អហើយបងប្អូននិយាយទៅពិតជាសូមសរសើរគាត់ដោយស្មោះមែនតើណាជាពិសេសការស្លៀកពាក់សម្លៀកបំពាក់គាត់តែម្ដងពីមួយឈុតទៅមួយឈុតហ្នឹងគឺមើលទៅអត់សាំហើយស្រស់ស្អាតមែនតើបងប្អូនមិនមែនឆើតឆាយពេកហើយក៏មិនមែនសកុតសគុំពេកដែរអញ្ចឹងណា